សួស្តីអ្នកទាំងអស់គ្នានេះជាសកម្មភាពដែលពេលដែលពួកយើងបានទៅជួបក៏ក្មេងៗនៅសាលាអង់គ្លេសនៅក្នុងប្រទេសឥណ្ឌាហើយពួកយើងបានជួបគ្នាលេងមួយពួកគាត់នេះជាផ្កាដែលពួកគាត់ធ្វើពីថ្មកបោហើយពួកយើងក៏បានចូលរួមរំលែងជាមួយនឹងក្មេងៗនៅក្នុងថ្នាក់ដែលពួកយើងបានចូលទៅតាមថ្នាក់នីមួយៗដើម្បីចូលទៅលេងមួយពួកគាត់និងរំលែងមួយពួកគាត់ហើយពួកគាត់ក៏បានបរៀនពីក្បាច់មួយនឹងរំបែបណាអីបែបណាហើយពួកខ្ញុំក៏បានមើលតាមគាត់ថាអូយើងនេះគឺនៅពេលដែលគេឲ្យតេស្តស្ករហើយពួកខ្ញុំញ៉ាំស្ករនឹងយំទៅវាឆ្ងាញ់ហើយវាអត់សូវផ្អែមសកម្មភាពបន្ទាប់គឺយើងចាប់ដើមណែនាំខ្លួនដើម្បីមុននឹងយើងសម្ដែងយើងត្រូវស្គាល់គ្នាថាយើងមកពីណាអីមកពីណាសិស្សទាំងអស់បានមកមើលការសម្ដែងយីកេរឿងអាត់ស៊ូប្រហែលជា200នាក់សកម្មភាពមុនពេលដែលយើងសម្ដែងគឺយើងត្រូវអុជទៀនក្នុងកម្មវិធីតាមប្រពៃណីរបស់សាសនាខាងជនជាតិឥណ្ឌាហើយពួកយើងក៏បានអុជទៀនរួមគ្នាទន្ទឹមនឹងយើងកំពុងដុតទៀនគឺមានសិស្សកំពុងតែច្រៀងនិងសិស្សកំពុងតែវាយស្គរតាមចង្វាក់ភ្លេងរបស់ប្រពៃណីរបស់ពួកគាត់ទីនេះជាសកម្មភាពខ្លះៗនៅពេលដែលយើងបានសម្ដែង account យីកេឲ្យពួកគាត់ទស្សនាហើយក៏ជាកម្រងរូបភាពហើយយើងក៏បានថតជុំគ្នាជាមួយគ្រូបន្ទាប់ពីពួកយើងបាន perform ចប់ហើយគឺពួកយើងបានមកមើលឃ្មុំចុងបញ្ចប់យើងក៏បានថតរូបទុកជាអនុស្សាវរីយ៍ជាមួយគ្នាអរគុណអ្នកទាំងអស់គ្នាបាយបាយ